ទស្សនិកជនជាទីគោរពនៅក្នុងដំណើរការបោះឆ្នោតឬការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែងតែសហការជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតពិសេសគឺអាជ្ញាធរដែនដីគណៈបញ្ញយោបាយនិងអង្គការមិនមែនរដ្ឋាភិបាលជាដើមដើម្បីចូលរួមជាចាំបាច់ធ្វើយ៉ាងណាឲ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យនៅថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងស្ដីពីសារៈសំខាន់នៃការបោះឆ្នោតជូនដល់គណៈបញ្ញយោបាយអង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធក្នុងក្រុងស្រុកនៃខេត្តចំនួន9រួមមាននៅស្រុកក្រគរខេត្តពោធិ៍សាត់ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមមុកតារាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមកែរិតអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅស្រុកស្វាយអន្តរខេត្តព្រៃវែងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមទុបរិទ្ធីអគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់និងបច្ចេកទេសនៅស្រុករមៀហែកខេត្តស្វាយរៀងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសុំប៊ុនហុងអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាននិងទំនាក់ទំនងសាធារណៈនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមខនកែវមនោទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាននិងទំនាក់ទំនងសាធារណៈនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស័ក្តិសុវណ្ណអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាននិងទំនាក់ទំនងសាធារណៈនៅក្រុងព្រះសីហនុខេត្តព្រះសីហនុប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសិនដារាអគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់និងបច្ចេកទេសនៅក្រុងស្ទឹងសែនខេត្តកំពង់ធំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឌីភិរុនជំនួយការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងជាប្រធាននាយកដ្ឋានប្រតិបត្តិការនិងនៅស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកមេសារីអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាននិងទំនាក់ទំនងសាធារណៈការរៀបចំវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនេះធ្វើឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជានិងពង្រីកវិសាលភាពនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំម្យ៉ាងទៀតវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនេះមានសារៈសំខាន់ណាស់សម្រាប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតដើម្បីទទួលបាននូវចំណេះដឹងបន្ថែមជុំវិញដំណើរការបោះឆ្នោតជាពិសេសការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025តាមរយៈវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនេះភាគីពាក់ព័ន្ធទាំងអស់នឹងអាចចូលរួមជួយសហការផ្សព្វផ្សាយអំពីដំណើរការនេះបន្តដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយតំណាងអាជ្ញាធរដែនដីនិងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតបានមានចំណាប់អារម្មណ៍បន្ទាប់ពីបានចូលរួមវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនេះថាវគ្គផ្សព្វផ្សាយនេះខ្ញុំគិតថាល្អបាទហើយខ្ញុំគិតថាបើសិនជាថ្ងៃខាងមុខអាចមានបន្ថែមទៀតចឹងអាចជួយឲ្យយុវជននឹងគាត់យល់ច្បាស់ថាតើគាត់អាយុប្រមាណគាត់ត្រូវទៅចុះឈ្មោះបោះឆ្នោតអាយុប្រមាណគាត់មានសិទ្ធិបោះឆ្នោតហើយជាពលរដ្ឋនឹងគាត់បានយល់ដឹងពីឯកសារមួយចំនួនដែលត្រូវទៅបោះឆ្នោតចំពោះចំណេះដឹងដែលខ្ញុំទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះខ្ញុំបានយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងការបោះឆ្នោតនៅកម្ពុជានិងសមត្ថភាពកោជបប្រវត្តិនៃការបង្កើតកោជបនិងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលខ្លួនពេញចិត្តចំពោះវគ្គអប់រំនេះខ្ញុំបានទទួលបានចំណេះដឹងខ្លះៗពីការចូលរួមបោះឆ្នោតដូចជាការរៀបចំបោះឆ្នោតរបស់កោជបនិងប្រវត្តិការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីឆ្នាំ1993រៀបចំដំបូងនៅកម្ពុជាសម្រាប់ខ្ញុំចង់ឲ្យមានវគ្គអប់រំនេះដើម្បីអប់រំខ្ញុំមិត្តភក្តិខ្ញុំនិងបងប្អូនចំនួនក្រោយដែលមិនទាន់បានទទួលចំណេះដឹងពីការបោះឆ្នោតនៅកម្ពុជាក្នុងនាមខ្ញុំជាអាជ្ញាធររយៈពេលកន្លងមកនេះគឺខ្ញុំបានចូលរួមផ្សព្វផ្សាយយ៉ាងសកម្មតាមរយៈវេទិកាសាធារណៈក្តីតាមរយៈការផ្សព្វផ្សាយជាទូលំទូលាយតាមសាលារៀនក៏ដូចជាតាមទីវត្តអារាមក្តីគឺដើម្បីឲ្យពលរដ្ឋយើងដែលជាពលរដ្ឋដែលត្រូវតែមានកាតព្វកិច្ចសម្រាប់ចូលរួមក្នុងកិច្ចការសង្គមមានន័យថាអ្នកដែលអាយុដល់អាយុបោះឆ្នោតគឺគាត់ត្រូវតែទៅចុះឈ្មោះបោះឆ្នោតដោយទី1គឺមានអត្តសញ្ញាណប័ណ្ណសម្រាប់ចុះឈ្មោះបោះឆ្នោតហើយមួយទៀតគឺបានផ្សព្វផ្សាយដល់ពលរដ្ឋទាំងអស់គឺក្នុងនាមជាពលរដ្ឋដែលជាម្ចាស់ប្រទេសមានន័យថាគាត់ត្រូវតែចូលរួមក្នុងកិច្ចការសង្គមហើយដើម្បីបោះឆ្នោតយកតំណាងរបស់ខ្លួនដែលខ្លួនពេញចិត្តឬក៏គណៈបកនយោបាយណាដែលយើងសម្គាល់ឃើញថា
ដឹកនាំដោយត្រឹមត្រូវអាចជាទីទំនុកចិត្តសម្រាប់ដឹកនាំប្រទេសរបស់យើងបាទការប្រជុំសពផ្សាយនេះគឺជាមានសារៈសំខាន់ណាស់ក្នុងនាមខ្ញុំជាអាជ្ញាធរហើយជាប្រតិបត្តិផ្ទាល់នៅជាមួយប្រជាពលរដ្ឋគឺខ្ញុំចង់បានឲ្យបើកវគ្គជាបន្តបន្ទាប់ជាទូលាយគ្រប់ខេត្តក្រុងទាំងអស់បាទព្រោះអ្វីត្បិតដែលយើងធ្លាប់អនុវត្តច្រើនឆ្នាំច្រើនលើកមកហើយយូរឆ្នាំហើយប៉ុន្តែការផ្សព្វផ្សាយគឺល្អបំផុតដើម្បីឲ្យបងប្អូនយើងជាប្រតិបត្តិការនេះអនុវត្តឲ្យកាន់តែល្អប្រសើរហើយបានមានចំណេះដឹងកាន់តែច្បាស់លាស់បាទ បន្ទាប់ពីបញ្ចប់វគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនៅតាមខេត្តចំនួន9នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននឹងកំពុងរៀបចំផែនការអនុវត្តការងារដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនៅតាមរាជធានីខេត្តផ្សេងៗជាបន្តទៀតទស្សនិកជនជាទីគោរពឆ្លៀតក្នុងឱកាសនេះដែរនាងខ្ញុំសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចអ្នកដែលបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវប្រវត្តិនិងទិន្នន័យជីវមាត្ររួមទាំងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទាំងអស់សូមអញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025នៅតាមសាលាឃុំសង្កាត់និងទីប្រជុំជនណាមួយក្នុងឃុំសង្កាត់ដែលបងប្អូនកំពុងរស់នៅជាមួយគ្នានេះដែរបញ្ជីនេះក៏មានបង្ហោះតាមអាសយដ្ឋាន web voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទឆ្លាត Mobile App NEC KH សូមអរគុណ